បាទជំរាបសួរដល់បងប្អូនទាំងអស់ហ្នឹងហើយថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូខ្លីៗដែលចូលរួមបកស្រាយតាក់ទងនឹងប្រធានបទហ្នឹងហើយតាក់ទងនឹងប្រធានបទតើកិច្ចសន្យានិងកិច្ចព្រមព្រៀងបាទតែភាសាចិននិយាយថាហឺថុងហើយមួយទៀតគឺ CE តើពីរហ្នឹងវាខុសគ្នាត្រង់ចំណុចណារវាងកិច្ចសន្យាហើយនិងកិច្ចព្រមព្រៀងតើវាខុសគ្នាត្រង់ចំណុចណាហ្នឹងហើយអញ្ចឹងតាក់ទងជាមួយនឹងកិច្ចសន្យាគឺនឹងកិច្ចព្រមព្រៀងគឺវាមានភាពខុសគ្នាដាច់ស្រឡះដែលយើងនិយាយឲ្យងាយយល់ទៅគឺកិច្ចសន្យាគឺវាមានភាពជាក់លាក់ខ្លាំងដែលកិច្ចសន្យានោះវាត្រូវតែស្របទៅតាមច្បាប់នៃប្រទេសនីមួយៗឧទាហរណ៍ថាបើសិនជាយើងធ្វើកិច្ចសន្យានៅប្រទេសកម្ពុជាគឺត្រូវតែស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជានឹងបាទហើយចំពោះកិច្ចសន្យាដែលអាចទទួលជាផ្លូវការបានគឺទាមទារត្រូវមានការទទួលដឹងឮពីអ្នកច្បាប់ដែលឧទាហរណ៍ថាត្រូវមានការផ្តិតមេដាយរវាងភាគីទាំងសងខាងនៅចំពោះមុខមេធាវីឬក៏អ្នកច្បាប់ដែលអាចទទួលខុសត្រូវក្នុងកិច្ចសន្យានឹងបានអញ្ចឹងណាហ្នឹងហើយអញ្ចឹងដែលកិច្ចសន្យានោះត្រូវមានវត្ថុបំណងច្បាស់លាស់អូខេត្រូវមានចំនួនតម្លៃត្រូវលម្អិតហើយតាក់ទងជាមួយនឹងប្រសិទ្ធភាពនៃកិច្ចសន្យានោះក៏ត្រូវតែជាក់លាក់ច្បាស់លាស់ដែលវាខុសគ្នាជាមួយនឹងកិច្ចព្រមព្រៀងដែលកិច្ចព្រមព្រៀងខ្លះគឺឲ្យតែភាគីទាំងសងខាងគាត់ត្រូវរើគ្នាដែលពេលខ្លះកិច្ចព្រមព្រៀងនោះគឺគ្រាន់តែធ្វើរវាងភាគីទាំងពីរនាក់ពេលខ្លះអាចធ្វើដោយលេខអក្សរក៏បានឬក៏គ្រាន់តែផ្ទាល់មាត់និយាយគ្នាពីរនាក់ត្រូវគ្នានិយាយគ្នាផ្ទាល់មាត់គឺយើងកិច្ចព្រមព្រៀងហ្នឹងគឺយើងបានធ្វើបានដោយជោគជ័យអញ្ចឹងណាក៏ប៉ុន្តែបើនិយាយចំពោះមុខច្បាប់គ្រាន់តែយើងត្រូវរើគ្នារវាងភាគីទាំងពីរយើងនិយាយគ្នាតែពីរនាក់នៅពេលដែលយើងចង់មកដោះស្រាយចំពោះមុខច្បាប់គឺយើងអត់មានសិទ្ធិក្នុងការដោះស្រាយបញ្ហានោះទៅតាមច្បាប់បានទេអញ្ចឹងណាអញ្ចឹងវាងាយស្រួលយល់ណាស់ហ្នឹងហើយដែលអញ្ចឹងចង់បញ្ជាក់ថារវាងកិច្ចសន្យាហើយនិងកិច្ចព្រមព្រៀងកិច្ចសន្យាគឺបាទជាកិច្ចសន្យាដែលជាលេខអក្សរត្រូវតែជាលេខអក្សរហើយចំពោះកិច្ចសន្យានោះដែរអាចបើសិនជាអាចយកជាផ្លូវការបានកាន់តែមានប្រសិទ្ធភាពមួយទៀតគឺត្រូវតែភាគីទាំងសងខាងមានការផ្តិតមេដាយនៅចំពោះមុខអ្នកច្បាប់ហើយដែលមានសញ្ញាហត្ថលេខាអ្នកច្បាប់ក៏ទទួលដឹងឮនឹងកិច្ចសន្យានោះនឹងមានប្រសិទ្ធភាពដែលអាចទទួលខុសត្រូវដែលអាចមានប្រសិទ្ធភាពនៅចំពោះមុខច្បាប់អូខេចំពោះកិច្ចព្រមព្រៀងគឺអាចធ្វើរវាងភាគីដែលទាំងសងខាងយើងនិយាយត្រូវរើគ្នាយើងអាចធ្វើជាលេខអក្សរក៏បានយើងធ្វើជាផ្ទាល់មាត់ក៏បានដែរអញ្ចឹងណាអញ្ចឹងងាយស្រួលយល់ទេបាទហ្នឹងហើយអញ្ចឹងរវាងកិច្ចសន្យាចិនហៅថាហឺថុងជាមួយនឹង CE កិច្ចព្រមព្រៀងអូខេសូមអរគុណហ្នឹងហើយអរគុណច្រើនបាទហើយសូមបន្ថែមចំណុចនេះដែរចំពោះខាងខ្ញុំក៏មានសេវាបកប្រែភាសាចិនខ្មែរអង់គ្លេសហ្នឹងហើយរាល់គ្រប់ឯកសារតាក់ទងនឹងច្បាប់ឯកសារចូលក្រសួងឯកសារកិច្ចសន្យាទូទៅទាំងអស់កិច្ចសន្យាជួលផ្ទះកិច្ចសន្យាទិញលក់ដីបាទកិច្ចសន្យាខ្ចីលុយបាទគឺខាងខ្ញុំមានធ្វើឯកសារមានភាសាចិនខ្មែរអង់គ្លេសអូខេហ្នឹងហើយបើសិនជាបងប្អូនចង់ធ្វើកិច្ចសន្យានឹងអាចតាក់ទងមកខាងខ្ញុំបានអញ្ចឹងណាអូខេខ្ញុំមានលេខទូរស័ព្ទនិង Telegram លេខតំណនៅខាងនឹងស្រាប់ហ្នឹងហើយអូខេបាទអរគុណ